ធ្លាយខ្សែអាត់ពុករលួយជាប្រព័ន្ធនៃកពតក្រុមហ៊ុន60រងគ្រោះគណៈលោកថងមីនីនិងបពុខុបខិតលួចដេញថ្លៃស្ងាត់ស៊ីដាច់ថវិការដ្ឋរាប់រយលានឯណោះផ្ដាសាយដល់ក្រសួងមហាផ្ទៃនិងអង្គភាពប្រឆាំងអំពើពុករលួយទឹកថ្លាខ្លាចត្រីកាចស្រុកទេសខ្វះអំណាចខ្លាចមន្ត្រីខូចច្បាប់រដ្ឋត្រូវតែជាច្បាប់ណាមិនមែនជាស្ពានសម្រាប់មន្ត្រីពុករលួយជាន់ឈ្លីឡើយសួស្ដីទូរទស្សនិកជនរួមជាតិកំពុងតែស្ដាប់ជាមួយនឹងអង្គភាពរបស់យើងនេះជាព័ត៌មានស៊ើបអង្កេតពិសេសហើយជុំវិញស្រមោលអំពើពុករលួយដ៏ខ្មៅងងឹតនៅខេត្តកំពតដែលកំពុងតែអង្រួនមហាជនឲ្យហួសចិត្តជាខ្លាំងពុនពេកហើយខេត្តកំពតចប់ពីរឿងមួយណាចូលដល់រឿងមួយទៀតហើយមិនទាន់បាត់ធំក្លិនរឿងសមត្ថកិច្ចធ្វើជាចោលផងនេះស្រាប់តែពេលនេះផ្ទុះរឿងអាស្រូវពុករលួយថ្មីមួយទៀតហើយយ៉ាយីដល់ប្រព័ន្ធដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ2026អំពើខុបខិតគ្នាជាប្រព័ន្ធនេះបានធ្វើឲ្យម្ចាស់ក្រុមហ៊ុនស្របច្បាប់ដែលបានបង់ពន្ធបាត់តង់ត្រឹមត្រូវនោះបានហួសចិត្តសឹងគ្រប់គ្នាហើយក្រោយរកឃើញថាលោកថងមីនីនាយកទីចាត់ការផែនការវិនិយោគខេត្តកំពតរួមជាមួយនឹងបពុជាពិសេសគឺមេឃុំនិងស្មានឃុំតែម្ដងបានបើកដៃឲ្យមានការដេញថ្លៃស្ងាត់នេះដោយចេតនាលាក់បាំងមិនបង្ហោះក្នុងគេហទំព័រក៏ជអបនោះឡើយតាមប្រភពច្បាស់ការពីម្ចាស់ក្រុមហ៊ុនដែលរងគ្រោះដោយសារការលុបឈ្មោះចោលនោះបានទម្លាយប្រាប់អង្គភាពយើងថានៅក្នុងទឹកដីខេត្តកំពតមានក្រុមហ៊ុនប្រមាណដល់60ក្រុមហ៊ុនឯណោះប៉ុន្តែរយៈពេល2ឆ្នាំកន្លងទៅនេះពួកគេមិនដែលទទួលបានឬមានឱកាសចូលដេញថ្លៃនោះឡើយដោយសារល្បិចកល2យ៉ាងទី1មិនបង្ហោះព័ត៌មានក្នុង website ក៏ជអបទី2ក្រោយពេលសារព័ត៌មានចុះផ្សាយទើបបង្ហោះប៉ុន្តែដល់ថ្ងៃដេញថ្លៃនោះណាបែរជាបង្កើតលេសដកឃ្លាលើកពេលទៅថ្ងៃក្រោយវិញដដែលអ្វីដែលកាន់តែខ្លោចចិត្តមែនទេនោះគឺអយុត្តិធម៌បំផុតនោះគឺនៅពេលដែលក្រុមហ៊ុនអាជីវករនាំគ្នាទៅប្តឹងនៅក្រសួងមហាផ្ទៃលោកថងមីនីបែរជាប្រើអំណាចងងឹតដាក់ឈ្មោះពួកគេចូលបញ្ជីខ្មៅគឺគេហៅថា blacklist ដើម្បីបំបិទសិទ្ធិមិនឲ្យចូលដេញថ្លៃតែម្ដងផុសតាំងជាក់ស្ដែងបង្ហាញច្បាស់ថាកាលពីដើមខែឧសភាឆ្នាំ2026នេះមានការខុបខិតគ្នាដេញថ្លៃស្ងាត់នៅសាលាឃុំច្រេះស្រុកជុំគិរីខេត្តកំពតដោយមានតែក្រុមហ៊ុនបពុដែលលោកថងមីនីរៀបចំទុកតែប៉ុណ្ណោះទើបដឹងនឹងចូលរួមនេះជាល្បិចស៊ីលុយរត់យ៉ាងក្រហើហើយយ៉ាងត្រជាក់ចិត្តទៀតណាពិនិត្យលើឯកសារដេញថ្លៃផ្លូវបេតុងមួយខ្សែប្រវែងត្រឹមតែ600ម៉ែត្រប៉ុន្តែតម្លៃគម្រោងខ្ពស់កប់ពពកដល់ទៅ240លានរៀលហើយក្រុមហ៊ុនបពុទាំង4នោះណាដេញចុះថោកត្រឹមតែ3លានប៉ុណ្ណោះនេះសបញ្ជាក់ថាលោកថងមីនីមេឃុំនិងស្មានឃុំនេះណាគឺជីងជក់ថវិការរដ្ឋយកទៅធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមបំផុតហើយក្រដាស់ខ្ចប់ជាមួយភ្លើងវាមិនចិត្តទេដំរីងាប់ក៏យកចង្អេមកបាំងក៏មិនចិត្តដែរណាក់លោកបងអើយលោកថងមីនីអើយជាងនេះទៅទៀតអង្គភាពយើងបានចុះទៅយកព័ត៌មានផ្ទាល់នោះណាក្រោយឃើញការបង្ហោះដេញថ្លៃនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នៅឃុំវត្តអង្គខាងត្បូងនិងឃុំដំណាក់សុក្រំស្រុកដងតុងព្រមទាំងនៅថ្ងៃទី29ខែឧសភានៅឃុំកណ្ដាលនិងឃុំសង្កែគឺនៅក្នុងស្រុកទឹកឈូប៉ុន្តែត្រូវគេលើកពេលទាំងអស់ឲ្យស្របតាមល្បិចពញាពេលរបស់ពួកគេពិតប្រាកដដដែលទង្វើទាំងអស់នេះណាបានស្ដែងឲ្យឃើញយ៉ាងច្បាស់ក្រឡែតអំពីអំពើពុករលួយជាប្រព័ន្ធហើយចាក់ស្រេះនៅក្នុងស្រុកជុំគិរីនៃខេត្តកំពតទាំងនោះអង្គភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិលក៏ដូចជាមហាជនទូទាំងស្រុកជុំគិរីនៃខេត្តកំពតកំពុងតែអំពាវនាវហើយនិងស្នើសុំយ៉ាងទទូចទៅដល់ឯកឧត្តមបណ្ឌិតម៉ៅធុនិនអភិបាលនៃគណៈអភិបាលខេត្តកំពតដែលល្បីល្បាញថាជាតុលាការមុខដៃនោះមេត្តាកុំមើលរំលងកូនចៅក្រមអាវ៉ាតដែលកំពុងបំផ្លាញជាតិបែបនេះកុំទុកឲ្យខេត្តកំពតមានឈ្មោះល្អមើលតែពីខាងក្រៅឲ្យសោះណាតែខាងក្នុងនោះគឺស្អុយរលួយដោយខ្មោចតែហោង7ថ្ងៃព្រោះតែមន្ត្រីអគតិមួយក្តាប់តូចនោះជាទីបញ្ចប់នេះអង្គភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិលសមាគមនានានិងមហាជនពលរដ្ឋនៅក្នុងស្រុកជុំគិរីទាំងមូលដែលបានឲ្យអង្គភាពយើងផ្សព្វផ្សាយនេះ
សូមស្នើដោយចិត្តស្មោះត្រង់អស់ពីដួងចិត្តទៅកាន់ឯកឧត្តមអោមជីនទៀងប្រធានអង្គភិបប្រចាំអំពើពុករលួយ ACU និងឯកឧត្តមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាបញ្ជូនក្រុមការងារចុះធ្វើអធិការកិច្ចជាបន្ទាន់ផងទៀតនិងមានវិធានការឆបបឲ្យបានតឹងរឹងបំផុតទៅលើលោកថងមីនីនិងមន្ត្រីឃុំស្រុកពាក់ព័ន្ធដើម្បីវះកាត់សាច់សយការពារថវិការបស់រដ្ឋនិងផ្ដល់យុត្តិធម៌ជូនអាជីវករស្មោះត្រង់ទាំងមូលអង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៃកម្ពុជាសូមអរគុណ